យកទៅជួសជុលសោះប្រែទៅជាឡានថ្មី Tesla Cybertruck បើកបាន 26,000 ម៉ាយ ស្រាប់តែលោតមកត្រឹម 0 ម៉ាយវិញ រឿងរ៉ាវដ៏ហួសចិត្តនិងនឹកស្មានមិនដល់មួយបានកើតឡើងលើម្ចាស់រថយន្តអគ្គិសនី Tesla Cybertruck Model Cyberbeat ព្រោះក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិកបន្ទាប់ពីប្រើប្រាស់រថយន្តលំដាប់កម្ពស់នេះអស់ចម្ងាយផ្លូវរហូតដល់ 26,000 ម៉ាយ ឬប្រហែល 41,840 គីឡូម៉ែត្រ លោកបានសម្រេចចិត្តយករថយន្តនេះទៅមជ្ឈមណ្ឌលជួសជុលរបស់ Tesla ដើម្បីកែតម្រូវបញ្ហាបច្ចេកទេសមួយចំនួនប៉ុន្តែអ្វីដែលធ្វើឲ្យរូបលោកស្រឡាងកាំងនោះនៅពេលដែលទទួលរថយន្តមកវិញនាឡិកាចម្ងាយផ្លូវស្រាប់តែធ្លាក់មកចុះត្រឹម 0 ម៉ាយ ដូចជារថយន្តទៅតែផលិតចេញពីរោងចក្រថ្មីស្រឡាងនៅពេលដែលម្ចាស់រថយន្តដែលមានគណនីឈ្មោះ Chekdatrak បានយក Cybertruck ទៅ Service ដោយសារតែបញ្ហាបន្តិចបន្តួចដូចជាការតម្រឹមក្រងឆ្អឹងចំហៀងមិនស្មើគ្នាដូចជាការបំពាក់បាភ្លើងបន្ថែមនិងមានភ្លើងសញ្ញាអាសន្នលើប្រព័ន្ធ Frank ABS ខាងមជ្ឈមណ្ឌល Tesla បានសន្យាថានឹងធ្វើឲ្យរួចរាល់ឆាប់រហ័សប៉ុន្តែពេលវេលាត្រូវពន្យាពេលជាបន្តបន្ទាប់ដោយសារតែជាងត្រូវផ្លាស់ប្ដូរប្រព័ន្ធបញ្ជាផ្នែកខាងឆ្វេងរបស់រថយន្តរឿងរ៉ាវកាន់តែស្មុគស្មាញនិងគួរឲ្យអស់សំណើចនៅពេលដែលលោកយករថយន្តត្រឡប់មកផ្ទះវិញក្រៅតែពីជួបប្រទះបញ្ហាបច្ចេកទេសថ្មីៗដូចជាទូរស័ព្ទភ្ជាប់ជាមួយឡានឡើងកើតការបំពាក់បាភ្លើងមិនស្មើគ្នាមានបំណែកជ័រធ្លាក់ចុះមកក្រោមតាបលោហើយនោះអ្វីដែលធ្វើឲ្យលោកបារម្ភបំផុតគឺចម្ងាយផ្លូវ 26,000 ម៉ាយត្រូវបាត់បង់ទាំងស្រុងការលុបឬកែប្រែទិន្នន័យចម្ងាយផ្លូវរបស់រថយន្តបែបនេះអាចបង្កើតជាបញ្ហាច្បាប់និងធ្វើឲ្យរថយន្តធ្លាក់ថ្លៃខ្លាំងនៅពេលដែលលក់បន្តដោយសារតែវាត្រូវគេចាត់ទុកថាជារថយន្តមិនអាចផ្ទៀងផ្ទាត់ចម្ងាយពិតប្រាកដបានអ្វីដែលកាន់តែហួសចិត្តជាងនេះទៅទៀតនោះគឺនៅព្រឹកថ្ងៃបន្តប្រព័ន្ធកាមេរ៉ាជុំវិញឡានអេក្រង់បញ្ជានិងប្រព័ន្ធនាំផ្លូវបានទាំងដំណើរការទាំងស្រុងធ្វើឲ្យលោកត្រូវបង្ខំចិត្តបើករថយន្តត្រឡប់ទៅមជ្ឈមណ្ឌលជួសជុលជាលើកទី2ទាំងលំបាកទោះបីជាត្រូវជួបប្រទះបញ្ហាបច្ចេកវិទ្យាជាបន្តបន្ទាប់យ៉ាងណាក្តីម្ចាស់រថយន្តរូបនេះបានចែករំលែកបទពិសោធន៍របស់ខ្លួនទៅលើ Forum Room ដោយប្រើប្រាស់សំណេរកំប្លែងនិងភាពរីករាយដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនសម្ដែងការហួសចិត្តនិងសរសើរពីស្មារតីអត់ធ្មត់របស់លោកក្នុងការប្រឈមមុខនឹងរថយន្តអគ្គិសនីសម័យទំនើបនេះ